នីតិប្រពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គមក្រោមគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវ ប៊ុនរ៉ានីហ៊ុនសែនរៀបចំដឹកនាំដោយក្រសួងធម្មការនិងសាសនាសហការជាមួយវិទ្យុនិងទូរទស្សន៍ទី1កិរិយាត្រាស់ដឹងនៃព្រះពុទ្ធទាំងឡាយរមែងនាំមកនៅសេចក្តីសុខក្រាបថ្វាយបង្គំចំពោះគុណបរតនត្រ័យជាទីគោរពសក្ការៈសូមក្រាបថ្វាយបង្គំចំពោះសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីសម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសូមក្រាបថ្វាយបង្គំចំពោះសម្ដេចព្រះសង្ឃនាយកសម្ដេចព្រះសង្ឃនាយករងព្រះរាជាគណៈតាមឋានានុក្រមជាទីគោរពសក្ការៈរួមជាមួយនឹងការនមស្ការចំពោះព្រះគុណម្ចាស់ដែលមានប្រវត្តិមាននៅក្នុងទីនេះសូមចម្រើនពរចំពោះអាដាមប៊ិនខិនរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនានិងលោកជំទាវព្រមទាំងសូមចម្រើនពរចំពោះអាដាមអនុរដ្ឋលេខាធិការនិងមន្ត្រីក្រមអាវ៉ាត់នៃក្រសួងធម្មការទាំងអស់ជាទីស្រឡាញ់រាប់អាននៅក្នុងពធថ្ងៃនេះនេតិព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គមក្រោមគំនិតផ្ដួចផ្ដើមនៅខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែនក្រោមការរៀបចំដឹកនាំផ្ទាល់ពីអាដាមរដ្ឋមន្ត្រីរួមជាមួយនឹងអាដាមជាសមាជិកសមាជិកាក្រៅវត្តក្រសួងទាំងអស់បានវិលមកជួបសម្ដេចអាដាមកណាគ្រប់ព្រះអង្គសាជាថ្មីយើងដឹងហើយថាព្រះពុទ្ធសាសនាដែលបានកើតឡើងនៅក្នុងលោកហើយបានសម្ដែងបញ្យលសម្រាប់មនុស្សនិងទេវតានឹងឃើញថាគឺមានបំណងតែ3គត់ដែលយើងហៅថាអត្ថាយៈហេតាយៈសុខាយៈដើម្បីប្រយោជន៍ដើម្បីសេចក្តីចម្រើននិងសេចក្តីសុខដល់មនុស្សហើយសេចក្តីសុខសេចក្តីចម្រើនជាពិសេសសេចក្តីសុខដែលនៅក្នុងប្រធានបទដែលយើងត្រូវនឹងសម្ដែងនៅក្នុងពេលនេះគឺតកតឹងរឿងសេចក្តីសុខដូច្នេះសេចក្តីសុខនៅក្នុងពុទ្ធសាសនាព្រះសម្មាសម្ពុទ្ធព្រះអង្គលោកបានបង្ហាញពីគោលដៅព្រមទាំងបង្ហាញនៅផ្លូវនៃការបដិបត្តិធ្វើដំណើរទៅកាន់នៅសេចក្តីសុខនោះអញ្ចឹងព្រះអង្គលោកបង្ហាញនៅទីកន្លែងដែលត្រូវទទួលផងនិងផ្លូវដែលត្រូវធ្វើដំណើរឬក៏ប្រណិប័តដើម្បីទទួលផងអញ្ចឹងផ្សេងពីលទ្ធិនៃសាសនាដទៃផ្សេងគ្នាអញ្ចឹងប៉ុន្តែនេះក៏ក្នុងក្របខ័ណ្ឌនៃពុទ្ធសាសនាគឺមានហេតុផលមានទំនាក់ទំនងគ្នាដោយមិនអាចផ្ដាច់ចេញពីគ្នាបានទេហេតុនិងផលតំណាក់តំណងគ្នាទៅវិញទៅមកហ្នឹងគឺព្រះពុទ្ធលោកបានត្រាស់ដឹងហើយបានសម្ដែងបញ្យល់ទុកអញ្ចឹងហេតុនៃសេចក្តីសុខឬក៏ប្រភពនៃសេចក្តីសុខនេះគឺមានតួនាទីយ៉ាងសំខាន់ដើម្បីប្រគេននឹងជូនដែលភាសាបាលីយើងថាសុខោពុទ្ធានមុបាតោសុខាសធម្មទេសនាសុខាសង្ឃសមគីសមគៀណੰតបោសុខោនេះជាភាសាបាលីអញ្ចឹងមានន័យសេចក្តីជាភាសាខ្មែរមកថាការកើតឡើងជាប្រភពនាំមកនៅសេចក្តីសុខការសម្ដែងនៅព្រះធម៌ជាប្រភពនាំមកនៅសេចក្តីសុខការព្រមព្រៀងគ្នារវាងសហគមន៍សង្ឃនិងសង្គមរមែងនាំមកនៅសេចក្តីសុខអញ្ចឹងប្រភពនៃសេចក្តីសុខមាន3និងសម្ដែងបញ្ជាក់មួយប្រគេននឹងជូនដល់បកណារួមជាមួយនឹងអាដាមលោកជំទាវបានជ្រាបនិងចូលដល់នៅចំណុចទាំង3នេះខ្ញុំបកណាអាត្មាភាពសូមនិមន្តប្រគុណម្ចាស់សាស្ត្រាចារ្យមហាប៊ុនសារ៉ាត់ព្រះអង្គគង់នៅវត្តមហាមន្ត្រីឲ្យព្រះអង្គបញ្ជាក់អំពីនិយមន័យថាតើសេចក្តីសុខមានន័យយ៉ាងម៉េចហើយសេចក្តីសុខតាមបែបនៃព្រះពុទ្ធសាសនាមានប្រមាណដើម្បីប្រគេននឹងជូនដល់ព្រះគុណម្ចាស់រួមជាមួយនឹងពុទ្ធបរិស័ទបានជ្រាបកណាសូមអារាធនានិមន្តកណាបឋមទូលព្រះបង្គំខ្ញុំបករណាសូមក្រាបថ្វាយបង្គំប្រជុំ3នៃបត្រៃរដ្ឋហើយសូមក្រាបថ្វាយបង្គំដល់សម្ដេចទាំងពីរគណៈគឺសម្ដេចព្រះមហាសង្ឃរាជសម្ដេចព្រះសង្ឃរាជសម្ដេចព្រះសង្ឃនាយកសម្ដេចព្រះសង្ឃនាយករងសម្ដេចព្រះរាជាគណៈប្រធារាធិរៈគ្រប់ឋានានុក្រមព្រមទាំងប្រគុណម្ចាស់គ្រប់ព្រះអង្គដែលមានវត្តមាននៅក្នុងទីនេះមួយលើក៏សូមចម្រើនពរដល់សម្ដេចទាំង3សម្ដេចប្រធានប្រសិទ្ធិសម្ដេចប្រធានរដ្ឋសភាសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលកម្ពុជានិងលោកជំទាវហើយសូមចម្រើនពរដល់អាដាមមិនខិនដែលជារដ្ឋមន្ត្រីក្រសួងធម្មការសាសនាលោកជំទាវអាដាមរដ្ឋលេខាធិការអនុរដ្ឋលេខាធិការលោកជំទាវលោកតាលោកយាយបងប្អូនសិស្សានុសិស្សទាំងអស់ដែលមានវត្តមាននៅក្នុងទីនេះបើសិនជាយើងនិយាយដល់សេចក្តីសុខ
ដូចជាប្រគុណម្ចាស់បានអារម្មណ៍បបត្តិពីខាងដើមមកហើយថាសេចក្តីសុខគឺជាទូសភាវៈដែលយើងទាំងអស់គ្នាតែងតែប្រាថ្នាចង់បានគ្រប់គ្នាក៏ប៉ុន្តែនៅក្នុងបរិបទនៃការចង់បានយើងមើលនៅក្នុងតថភាពជាក់ស្ដែងរបស់ជីវិតមនុស្សយើងហាក់បីដូចជាកំពុងរត់តាមរកសេចក្តីសុខវិញមូលហេតុអីបានជានិយាយយ៉ាងដូច្នោះពីព្រោះថាពេលខ្លះយើងនៅក្នុងឋានៈជាអ្នកមានតម្រូវការចង់បានសេចក្តីសុខយើងមិនដឹងអំពីអង្គហេតុដែលធ្វើឲ្យមានសេចក្តីសុខអញ្ចឹងហើយអាសេចក្តីសុខរបស់យើងវាកើតឆាប់កើតក៏ឆាប់រលត់ហើយយើងចេះតែស្វះស្វែងរកក៏ប៉ុន្តែបើសិនជាយើងដាក់សំណួរសួរថាតើខាងផ្នែកពុទ្ធសាសនាលោកបានសម្ដែងវិធីឬមគ្គដែលឈានទៅរកសេចក្តីសុខដែរឬអត់ត្រង់នេះគឺអាត្មាភាពអាចឆ្លើយបានថាព្រះសម្មាសម្ពុទ្ធជាម្ចាស់របស់ព្រះយើងតាំងពីព្រះអង្គកើតរហូតដល់បរិនិព្វានគឺព្រះអង្គតែងតែចាប់អារម្មណ៍ពាក់ព័ន្ធនឹងសុខហើយនឹងទុក្ខនឹងឯងផនមនុស្សផនសត្វលោកដូច្នេះតាមទស្សនៈខាងពុទ្ធសាសនាសេចក្តីសុខតាមបែបពុទ្ធសាសនាលោកបែងជា2កម្រិតកម្រិតទី1លោកហៅថាលោកយៈសុខអានឹងគឺសុខរបស់មនុស្សពុទ្ធជនយើងកម្រិតទី2គឺកម្រិតระดับអរិយបុគ្គលគឺសុខបែបបរមត្តគឺសុខបែបបរិយលោកសុខនេះវាសុខខ្ពស់ជាងអសុខធម្មតាសុខដែលជាសាមញ្ញសុខដូចជាអាត្មាភាពបាននិយាយបាញ់មិញក៏ប៉ុន្តែនៅក្នុងទីនេះសូមនិយាយដោយលម្អិតពាក់ព័ន្ធទៅនឹងលោកយៈសុខបន្តិចពីព្រោះថាវាជាការចាំបាច់សម្រាប់ញាតិញោមពុទ្ធបរិស័ទក៏ដូចជាប្រគុណម្ចាស់គ្រប់ព្រះអង្គថាយើងទាំងអស់គ្នាវារស់ពាក់ព័ន្ធទៅនឹងលោកយៈសុខនេះគ្រប់គ្នាទាំងអស់ហើយលោកយៈសុខលោកបែងជា2កម្រិតទៀតកម្រិតទី1សុខព្រោះការទទួលឬការសែបនឹងកម្រិតទី1កម្រិតទី2សុខព្រោះការឲ្យអានឹងលោកហៅថានិរាមិសុខសុខដំបូងនេះលោកហៅថាអាមិសសុខគឺសុខចាំបាច់ត្រូវអាស្រ័យយ៉ាងម៉េចសូមទីឧទាហរណ៍អញ្ចេះថាសម្រាប់ញាតិញោមពុទ្ធបរិស័ទក៏ដូចជាប្រគុណម្ចាស់គ្រប់ព្រះអង្គបងអូនជាពិសេសគឺបងប្អូនសិស្សានុសិស្សតែម្ដងយើងមើលបរិបទនៃការរស់នៅរបស់ពុទ្ធយើងជាពិសេសគឺជីវិតប្រចាំថ្ងៃតែម្ដងយើងហាក់បីដូចជាយកសេចក្តីសុខសេចក្តីទុក្ខរបស់ពុទ្ធយើងនឹងទៅផ្ញើទៅលើវត្ថុឬសម្ភារៈនៅខាងក្រៅមានន័យថាបើយើងអាចសាងសម្ភារៈបានច្រើនកម្រិតណាយើងមានសេចក្តីសុខកម្រិតហ្នឹងអាហ្នឹងគឺសុខបែបលោកយៈចំណុចដំបូងលោកហៅថាសាមិសសុខគឺសុខបែបអាស្រ័យហើយសុខបែបអាស្រ័យនេះគឺជាសុខដែលវាមានលក្ខខណ្ឌហើយជាសុខដែលវាគ្មានសេរីភាពមិនបានថាអញ្ចឹងមិនបានថាសុខដំបូងនេះជាសុខមានលក្ខខណ្ឌពីព្រោះតលតែយើងសាងលក្ខខណ្ឌឲ្យវាបានយើងមានសេចក្តីសុខឧទាហរណ៍ថាយើងចង់បានទូរស័ព្ទស៊េរីមួយដែលយើងពេញចិត្តជាទីបំផុតឧទាហរណ៍ថា N97 ចឹងចុះបើចង់បានសេចក្តីសុខតលតែយើងនឹងបាន N97 មកអានឹងបានយើងមានសេចក្តីសុខអានឹងគឺលក្ខខណ្ឌនៃសេចក្តីសុខតែបើយើងអសមត្ថភាពនៅក្នុងការរកឬមិនអាចបំពេញទៅតាមលក្ខខណ្ឌនឹងទេគឺយើងអាចមានសុខបានទេអានឹងระดับតូចហើយសុខនឹងអន្តរាយជាទីបំផុតចឹងបានព្រះសម្មាសម្ពុទ្ធជាម្ចាស់លោកសម្ដែងហើយលោកឲ្យមើលមុំខាងមុំផ្ទុយទៅវិញអាសុខដែលមានលក្ខខណ្ឌនេះគឺសុខអន្តរាយជាទីបំផុតគឺកម្រិតលក្ខខណ្ឌធំប៉ុណ្ណាសេចក្តីសុខនឹងកើតឡើងតម្រូវទៅតាមលក្ខខណ្ឌធំប៉ុណ្ណឹងដែរក៏ប៉ុន្តែបើមុំផ្ទុយសេចក្តីទុក្ខក៏វាទ្វេដែរវាទ្វេយ៉ាងម៉េចឧទាហរណ៍ដូចជាអំបញ្ញមិញអញ្ចឹងបើយើងអាចបំពេញទៅតាមលក្ខខណ្ឌនឹងបានទៅតាមតម្រូវការបានយើងមានសេចក្តីសុខក៏ប៉ុន្តែបើសិនជាមិនអាចបំពេញបានអាទុក្ខក៏វាទ្វេអានឹងបានជាព្រះសម្មាសម្ពុទ្ធជាម្ចាស់ថាភាគច្រើនមនុស្សបុត្រជនគឺអាស្រ័យទៅលើសុខនឹងហើយសុខនឹងវាចូលមកតាមរយៈណាគឺឥន្ទ្រីទាំង6នឹងឯងចឹងបានថាការប្រើយោនិសោមនសិកាក្នុងការពិចារណាឬឧបាយវិធីសម្រាប់ការពិចារណាលោកឲ្យកលឹះសម្រាប់ការបង្ក្រាបនៅសេចក្តីសុខកន្លែងហ្នឹងលោកថាបើចង់ឲ្យសេចក្តីសុខកើតជាស្ថាពរហើយមិនចង់ឲ្យមានសេចក្តីទុក្ខឲ្យយើងកាត់ត្រឹមកកចោលមិនមែនមានន័យថានិយាយទៅហើយឡប់ទៅវិញសំលៀងតាំងតោយ៉ាងមុនកាត់ប៉ាត់មិនមែនទេមានន័យថាសុខហើយនឹងទុក្ខគ្រប់សពបែបយ៉ាងទាំងអស់គឺវាពាក់ព័ន្ធត្រឹមកឡើងលើនឹងឯងដោយសារតែអន្ត្រីទាំង6នឹងឯងវាសែបបានធ្វើឲ្យយើងមានសុខនិងមានទុក្ខប្រគុណម្ចាស់ញាតិញោមក៏ដូចជាបងប្អូនសិស្សានុសិស្សប្រហែលជាមិនជឿទេយើងមានសុខមានទុក្ខសពថ្ងៃដោយសារអីដោយសារយើងសែបអារម្មណ៍ដែលវាមកតាមរយៈអន្ត្រីគឺភ្នែកអន្ត្រីគឺត្រចៀកអន្ត្រីគឺច្រមុះអន្ត្រីគឺអណ្ដាតហើយវាបញ្ជូនមកចិត្តរបស់យើងមានកាយជាដើមសរុបមកគឺ6អន្ត្រីទាំង6ហើយអន្ត្រីវាបែងចេញជាអន្ត្រីខាងក្នុងអន្ត្រីខាងក្រៅអន្ត្រីខាងផ្នែកកាយភាព
โดยดาวธรรมខ្ញុំកណ្ដាលអាត្មាភាពបានលើកឡើងពីខាងដើមនៅអន្ត្រីខាងក្នុងទៀតដែលជាភាសាអារម្មណ៍ជាអារម្មណ៍ដែលសោយរឿងសុខវេទនានិងទុក្ខវេទនាកាលនេះដូចរៀងជ្រៅបន្តិចណាយើងប្រើស័ព្ទឲ្យវិធមខ្លះទៅដើម្បីឲ្យយល់ប៉ុន្តែវាជាសភាវៈធម្មតាពីព្រោះថាអានឹងវាពាក់ព័ន្ធដល់សេចក្តីសុខដែលវាមានលក្ខខណ្ឌអញ្ចឹងបើយើងចង់បានសេចក្តីសុខដែលជាស្ថាពរយើងកុំសាងសេចក្តីសុខដែលមានលក្ខខណ្ឌយើងកុំសាងសេចក្តីសុខដែលមានលក្ខខណ្ឌហើយដូចបាញ់មិញអញ្ចឹងថាអាសក់ព្រោះអារម្មណ៍ដែលវាសែបតាមរយៈភ្នែកមានន័យថាយ៉ាងម៉េចជួនកាលអាភ្នែករបស់ផងយើងហ្នឹងដើរទៅវាទៅសែបនៅរូបភាពណាមួយដែលធ្វើឲ្យអារម្មណ៍របស់ផងយើងមិនចូលចិត្តយើងប្រមូលមកបញ្ជូនអារូបភាពទាំងអស់ហ្នឹងអាបាតុភូតខាងក្រៅបញ្ជូនមកឲ្យចិត្តឬអារម្មណ៍ជាអ្នកតាក់តែងបើចូលចិត្តវាតាក់តែងទៅខាងផ្លូវល្អអាហ្នឹងវាកើតជាសេចក្តីសុខតែបើមិនចូលចិត្តវាតាក់តែងទៅខាងផ្លូវអាក្រក់អាហ្នឹងវាកើតជាសេចក្តីទុក្ខអញ្ចឹងបើយើងចង់ឲ្យបានសុខជាស្ថាពរឬកុំឲ្យមានទុក្ខតើឲ្យយើងគ្រប់គ្រងឥន្ទ្រីរបស់ផងយើងទាំង6នឹងឲ្យបានហើយសុខនឹងដែរព្រះសម្មាសម្ពុទ្ធជាម្ចាស់លោកថាអត់មានអិសរៈទេពីព្រោះម៉េចវាអាស្រ័យទៅលើវត្ថុជាពិសេសសប្ថ្ងៃនេះដែលយើងតែងទៅលើជាពិសេសបងប្អូនសិស្សានុសិស្សគេថាសង្គមលទ្ធិបរិភោគនិយមឬសង្គមសម្ភារៈនិយមអាសង្គមហ្នឹងដែលធ្វើឲ្យវាកើតសេចក្តីសុខបែបលក្ខណៈមានលក្ខខណ្ឌនេះច្រើនពីព្រោះអ្វីសេចក្តីសុខវាប្រើវាប្តីផ្ដួលឬពឹងផ្អែកទៅលើសម្ភារៈនិយមទាំងអស់រហូតដល់រាល់ថ្ងៃនេះញាតិញោមពុទ្ធបរិស័ទក៏ដូចជាបងប្អូនសិស្សានុសិស្សហ្នឹងលែងមានសេចក្តីសុខទៅលើអ្វីដែលខ្លួនឯងមានទៅទៀតមានន័យថាតាំងពីចុងសក់រហូតដល់ចុងជើងយើងលែងមានសេចក្តីសុខមួយវាហើយយើងមានតម្រូវការយើងចង់បំពេញលក្ខខណ្ឌអ្វីមួយនៅក្នុងរូបរាងកាយរបស់ផងយើងដើម្បីសាងសេចក្តីសុខឲ្យខ្លួនយើងឧទាហរណ៍ដូចជាសប្ថ្ងៃតាមដងផ្លូវសាធារណៈនេះបើសិនញាតិញោមបានធ្វើដំណើរទៅប្រហែលជាឃើញខ្លះហ្នឹងខ្លួនខ្មែរទេក៏ប៉ុនមើលពីចុងសក់ដល់ចុងជើងបែរទៅជាកូរ៉េវិញសម័យដែលវប្បធម៌ថៃចូលមកនោះខ្លួនខ្មែរក៏ប៉ុន្តែដល់មើលរូបរាងកាយបែរជាថៃទៅវិញគេហៅថាលេងបែបបដិកម្មលេងបែបអាលេងបែបដើម្បីអីគឺបំពេញទៅតាមតម្រូវការគឺលក្ខខណ្ឌដែលយើងចង់បានសេចក្តីសុខនឹងឯងឧទាហរណ៍ថាឥឡូវសម័យនេះគេកំពុងតែពេញនិយមមករឿងសក់ highlight សក់ស្កូវឥឡូវពេញនិយមណាលោកតាលោកយាយពីមុនសក់ស្កូវប្រឹងលាបឲ្យខ្មៅតែឥឡូវក្មេងៗសក់ខ្មៅគេលាបឲ្យស្កូវវិញអាហ្នឹងគេហៅថា highlight ហើយសុំទោសទៅចោះប្អូនខ្លះហ្នឹងពេលឃើញស្រកទឹកមាត់បដ ாய் ណាព្រោះឃើញក្រហមមកពីនេះស្មានតែមាន់អាំងណាច្រឡំលើក្បាលដុតឡើងខ្លោចសួរថាអាធ្វើទាំងអស់ដើម្បីអីគឺបំពេញទៅតាមលក្ខខណ្ឌដែលជាលក្ខណៈសាមីសសុខនឹងឯងបើចង់ឲ្យបានសុខតើបំពេញលក្ខខណ្ឌកន្លែងហ្នឹងឲ្យវាអានោះសុខឲ្យមានអិសរៈទេបើសិនអត់លុយធ្វើឲ្យក្រហមក្បាលសួរមានសេចក្តីសុខទេអត់មានទេអញ្ចឹងបើចង់ឲ្យមានសេចក្តីសុខតើធ្វើខ្លួនឯងឲ្យទៅជាកូរ៉េទៅជាជប៉ុនទៅជាថៃជាដើមអញ្ចឹងទៅបានសុខកើតអានឹងលោកថាសុខនឹងសុខអត់មានអិសរៈទេហើយសុខនឹងឆាប់កើតក៏ឆាប់រលត់ដែរហើយវត្តចក្រនៃសុខនឹងគឺកើតហើយនឹងធាតុពិតអាសុខរបៀបនឹងព្រះសម្មាសម្ពុទ្ធជាម្ចាស់លោកថាទុកដែរហ្នឹងមិនមែនជាសុខទេពីព្រោះវាស្ថិតនៅក្នុងវេទនាដែរគឺអារម្មណ៍វាសោយវេទនាដូចគ្នាបើចង់ឲ្យសុខស្ថាពរនោះតលបែបលោកកុត្តរសុខនោះសុខដែលវាអត់មានអីអាស្រ័យនោះសុខដោយបេតិការឃើញធម៌ការយល់ធម៌ការបានស្ដាប់ធម៌ការបានសម្រេចធម៌អីជាដើមអានឹងបានសុខវាអត់ត្រឡប់មកជាទុក្ខដូចជាព្រះសម្មាសម្ពុទ្ធជាម្ចាស់យើងជាដើមក៏ប៉ុន្តែយើងចង់និយាយឲ្យញែកឲ្យឃើញលក្ខណៈច្បាស់លាស់ពាក់ព័ន្ធរឿងសុខនៅក្នុងលោកនេះគេហៅលោកយៈសុខបែងជាពីរផ្នែកសុខព្រោះអាស្រ័យអារម្មណ៍នៃការសែបអាសុខដែលមានលក្ខខណ្ឌហើយសុខដែលគ្មានអិសរៈសេរីភាពយើងអាចប្រឆាំងបានទេកន្លែងហ្នឹងយើងអាចប្រឆាំងបានទេអញ្ចឹងគួរឲ្យព្រួយបារម្ភណាស់ដោយសពថ្ងៃអញ្ចឹងអាសង្គមសកលភាវូបនីយកម្មដែលវាមានលំហូរវប្បធម៌ពីខាងក្រៅមកវាធ្វើឲ្យយើងសែបដោយមិនដឹងខ្លួនហើយយើងគិតថានោះគឺជាការសុខទៅវិញពេលបានសែបហើយបើយើងគិតថាសុខតែធាតុពិតយើងត្រូវចាំជាពិសេសបងប្អូនសិស្សានុសិស្សយើងស្ថិតនៅក្នុងសង្គមដែលជាសម្ភារៈនិយមយើងជាអ្នកសែបយើងអត់មានអិសរៈភាពទេនឹងមួយទីពីរទៀតបើកាលណាយើងធ្វើខ្លួនជាអ្នកសែបគឺយើងជាអ្នកតាមគេហើយទី3បើកាលណាយើងធ្វើខ្លួនជាអ្នកសែបយើងប្រកាសខ្លាយដូចជាទេសកលរបស់ប៉ុនគេហើយដោយសង្គមសំងៃបើយើងនិយាយពីរឿងតលយៈភាពខាងផ្នែកសេដ្ឋកិច្ចប្រទេសយើងមិនមែនជាប្រទេសអ្នកផលិតទេត្រូវចាំតែប្រទេសយើងគឺប្រទេសជាប្រទេសអ្នកសែបណាអ្នកបរិភោគអញ្ចឹងនៅក្នុងឋានៈយើងជាអ្នកសែបអ្នកបរិភោគយើងត្រូវមានយុទ្ធសាស្ត្រមនសិការគឺរដាប់បញ្ញាដែរក្នុងការពិចារណាថាអាណាដែលវាមានប្រយោជន៍សម្រាប់យើងទីមកដាក់ខ្លួនមកតែបើមួយណាដែលវាមិនមានប្រយោជន៍សម្រាប់យើងក៏គួរលះបង់ខ្លះទៅដូចបាញ់មិញអញ្ចឹងដែលថានិយាយថាលើក្បាលណាធាតុពិតសក់វានៅស្រួលរបស់ផងវាអញ្ចឹងធម្មជាតិតាក់តែអញ្ចឹងយើងមិនបាច់ទៅកែប្រែទេមិនចាំបាច់ទៅ highlight មានសមអរស័យ Q មរស័យឬខ្លះដល់ណាទៅមានអីពណ៌
ស្អីមានខៀវលីក្រហមមិនមើលដូចអីមកមីមន់ណាវាពិតណាស់បុរាណលោកនិយាយថាមន់ស្អាតព្រោះរោមស្ត្រីមានឆោមព្រោះតាក់តែងតែការតាក់តែងបែបបញ្ចកល្យាណីនោះខាងប្រៃពុទ្ធសាសនាយើងមិនមែនសំដៅទៅលើយកសម្ភារៈនិយមនឹងមកតាក់តែងទេដឹងទេបងប្អូនបញ្ចកល្យាណីស្អាត5យ៉ាងស្អាតដោយសារអីខ្លះស្បែកសក់តែជឿថាសក់ខ្មៅរលោងហើយនោះដែលលើចម្រៀងគេច្រៀងសម័យមុននោះអីសក់អើយសក់ខ្មៅនោះខ្មៅរលោងគេមិនដែលច្រៀងសក់អើយសក់ក្រហមរលោងនេះមិនដែលមានទេអញ្ចឹងអាទាំងអស់សុទ្ធតែលំហវប្បធម៌ពីខាងក្រៅមកដែលយើងចាំបាច់ត្រូវសែបវាដើម្បីធ្វើឲ្យអារម្មណ៍យើងមានសេចក្តីសុខតែធៀបពិតសុខនេះគឺសុខបែបសន្មតទេមិនមែនជាសច្ចសុខទេហើយយើងច្រើនតែយល់ខុសអាលទ្ធផលកន្លែងហ្នឹងយើងច្រើនតែយល់ថាអាសុខដែលយើងគិតតែសុខនេះយើងថាហ្នឹងគឺជាសច្ចសុខតែធៀបពិតមិនមែនទេវាជាសន្មតឯសុខទេកើតឡើងឆាប់រត់លោកក៏ឆាប់ដែរធៀបពិតវាស្រោបទៅដោយសេចក្តីទុកនៅក្នុងនឹងរួចជាស្រេចទៅហើយព្រោះម៉េចយើងត្រូវតាមវាយើងត្រូវបំពេញលក្ខខណ្ឌឲ្យវាបើយើងតាមវាមិនតាន់យើងបំពេញលក្ខខណ្ឌឲ្យវាមិនតាន់ទេយើងសុខទេអត់សុខទេអានឹងហើយដែលប្រពន្ធលោកថាសុខវាអត់មានអិសរភាពខាងផ្លូវចិត្តចឹងបើទៀមទានៅក្នុងឋានៈជាពុទ្ធសាសនិកជនយើងត្រូវមានយោនិសោមនសិកាពិតណាស់យើងមិនអាចប្រឆាំងបានទេដូចជាពុទ្ធសាសនាលោកនិយាយតែបរិតោខោសៈនេះណាខោសៈនេះគឺសំដៅទៅលើលំហូរចូលពីខាងក្រៅយើងមិនអាចហាមឃាត់បានលំហូរចូលពីខាងក្រៅក្នុងឋានៈប្រទេសមួយដែលវាសម្ព័ន្ធជាមួយនានាប្រទេសទៀតខាងផ្នែកវប្បធម៌សេដ្ឋកិច្ចសង្គមនយោបាយជាដើមដែលយើងចាំបាច់ត្រូវសម្ព័ន្ធមួយគេអាលំហូរចូលទាំងឡាយទាំងពួងផ្នែកហ្នឹងគ្រប់សាបែបយ៉ាងយើងហាមឃាត់មិនបានទេក៏ប៉ុន្តែយើងអាចមានវិធីសាស្ត្រចាត់ការលើវាបានតាវាអាស្រ័យទៅលើថាតើយើងព្រមទទួលគេដោយមិនមានលក្ខណៈការប្រឆាំងខាងផ្នែកផ្នត់កំណត់ដែរឬអត់ឬមានន័យថាយើងសុខចិត្តទទួលវឌ្ឍនធម៌ប្រពៃណីទំនៀមទម្លាប់របស់ប៉ុនគេដោយមិនមានយោនិសោមនសិកាឬយ៉ាងម៉េចអញ្ចឹងបើខាងផ្នែកពុទ្ធសាសនាលោកថាมันសំខាន់ទេអាហូរចូលមកយ៉ាងម៉េចมันសំខាន់ទេសំខាន់យើងត្រូវមានយោនិសោមនសិកាគឺឧបាយវិធីសម្រាប់ការពិចារណាត្រៃត្រង់រកអ្វីដែលជាប្រយោជន៍សម្រាប់ខ្លួនយើងនីតិព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គមក្រោមគំនិតព្រួយផ្ដើមដល់គង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវ ប៊ុនរនីហ៊ុនសែនសូមថ្លែងអំណរព្រះគុណនិងអរគុណចំពោះសប្បុរសជនដែលជួយឧបត្ថម្ភបច្ច័យមានរាយនាមដូចតទៅឯកឧត្តមកែកំយ៉ាននិងលោកជំទាវឯកឧត្តមងុនញ៉ិលនិងលោកជំទាវឯកឧត្តមសូខុននិងលោកជំទាវឯកឧត្តមអ្នកអុកញ៉ាត្រីភិបនិងលោកជំទាវលោកជំទាវអុកញ៉ាលឹមឈៀវហូលោកជំទាវអុកញ៉ាផែហុកឈួនឯកឧត្តមជីវកេកនិងលោកជំទាវឯកឧត្តមស៊ុយសែបនិងលោកជំទាវលោកជំទាវបានស្រីមុំអ៊ីឈៀនឯកឧត្តមទីសគុណនិងលោកជំទាវឯកឧត្តមមកពេជ្ររិទ្ធនិងលោកជំទាវព្រះវិជ្ជរៈបញ្ញាសានសុជាឯកឧត្តមនរតឯកឧត្តមនរៈរតនវឌ្ឍនោនិងលោកជំទាវឯកឧត្តមគៀងកំអាននិងលោកជំទាវឯកឧត្តមជាបុរៈនិងលោកជំទាវឯកឧត្តមសុខានិងលោកជំទាវឯកឧត្តមណាក់សុខានិងលោកជំទាវឯកឧត្តមដោកនរិននិងលោកជំទាវឯកឧត្តមអ៊ុតរឿននិងលោកជំទាវព្រះឧត្តមព្រៃជាអនធានអានឯកឧត្តមជួនវុធីសិលវ័នហេងឧបាសិកាមុលមុំឧបាសិកាអុកស៊ីនួនឧបាសិកាខុងសារ៉ាត់ឧបាសិកាសោមវេតឧបាសិកាអៀងប៉ុកឧបាសិកាថនធឹមលោកត្រៃជាសផលឧបាសិកាហៀងគាឧបាសកសេកឃឹមឧបាសិកាពុំស៊ីលៀងលោកយាយគឹមសានលោកយាយបូកឹមសេងនិងកោះប៊ុនថាលោកងៅវុធីលោកយាយពុទ្ធមណ្ឌលភ្នំម្ដងឧបាសិកាគុំសំនៅវត្តសំពៅមាសឧបាសិកាម៉មនឧបាសិកាអឹមរទឹមឧបាសិកាភារនីឧបាសិកាឃីវទូចសិស្សថ្នាក់ទី11វិទ្យាល័យជាស៊ីមបឹងកេងកងពុទ្ធមណ្ឌលវិបស្សនាធុរៈលោកយាយកឹមអូន